ចម្រើនពរញាតិញោមពុទ្ធបរិស័ទឥឡូវមកទស្សនារមណីយដ្ឋានព្រែកកាំពីបើគឺថាធ្វើដំណើរតាំងពីមណ្ឌលគិរីរតនគិរីស្ទឹងត្រែងឥឡូវក៏មកដល់នៅខេត្តក្រចេះបើខេត្តក្រចេះនេះជាទីកន្លែងទឹកដីល្អស្អាតដែរហើយមានរមណីយដ្ឋាននឹងហៅព្រែកកាំពីហើយរមណីយដ្ឋានព្រែកកាំពីឬក៏រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពីគឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ16គីឡូម៉ែត្រតាមផ្លូវលេខ377ខាងជើងទីរួមខេត្តមានទីតាំងស្ថិតនៅភូមិក្បាលជួរឃុំសម្បុកស្រុកចិត្តបុរីខេត្តក្រចេះជាទីកន្លែងប្រជុំនៅដោយកូនកោះតូចជាច្រើនព្រមទាំងមានវាលឆ្នេរខ្សាច់និងជ្រលងទឹកហូរជាច្រើនបែបសន្តានមានដើមរៃដើមរាំងនិងទឹកទន្លេនៅខែរដូវប្រាំងដែលអាចឲ្យភ្ញៀវទេសចរមកលេងកម្សាន្តបានយ៉ាងសប្បាយរីករាយហើយមានលក្ខណៈជារដូវកាលគឺភ្ញៀវអាចទៅលេងកម្សាន្តបានតែក្នុងរដូវប្រាំងគឺចាប់ពីខែមករាដល់ខែឧសភាតែប៉ុណ្ណោះហើយភ្ញៀវនឹងនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុតជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យជាតិផ្សេងៗដែលមានភ្ញៀវមកពីគ្រប់ខេត្តក្រុងរាប់ម៉ឺននាក់មកលេងកម្សាន្តរួមទាំងភ្ញៀវអន្តរជាតិផងដែររមណីយដ្ឋានព្រែកកាំពីអាចលេងទឹកនៅភូមិភាគឦសានក្នុងខេត្តក្រចេះនោះកាន់តែចង់បង្ហាញនិងបង្អួតពីសម្រស់ធម្មជាតិខ្លួនដែលលាយឡំដោយទេសភាពទឹកថ្លាឆ្វេងព្រៃលិចទឹកតូចព្រៃបៃតងខ្ចីនិងមានវាលខ្សាច់ទន្លេមេគង្គដ៏ធំល្វឹងល្វើយណាចឹងញាតិញោមពុទ្ធបរិស័ទឃើញហើយនៅក្នុងទស្សនវិជ្ជានេះគឺថាមានមនុស្សម្នាមកលេងច្រើនហើយឥឡូវនេះក៏នៅរមណីយដ្ឋានហ្នឹងញាតិញោមពុទ្ធបរិស័ទខ្ញុំគណៈអាត្មាភាពបានមកជាមួយញាតិញោមពុទ្ធបរិស័ទហ្នឹងឯងតាំងពីខេត្តនានាឡើងមកដល់កន្លែងរមណីយដ្ឋាននេះដូចបានរៀបរាប់មកឲ្យថាមានកញ្ចុះមានទឹកមានទឹកហូរមកហើយមានបៃតងមានដើមឈើដើមអីចឹងណាញាតិញោមពុទ្ធបរិស័ទហើយអាចជិះទូកបានឬក៏ទៅមើលផ្សោតទៀតនឹងគឺជាទីកន្លែងដែលតែងតែភ្ញៀវទេសចរក៏ដូចជាបងប្អូនបានចូលមកនៅកញ្ចុះនេះបងឥឡូវក៏ឃើញថាទស្សនវិជ្ជានៅទីនេះមានក្មេងមានអ្នកមកលេងជាពិសេសអ្នកលក់ដូរក៏ច្រើនដែរហើយនេះគឺជាទស្សនវិជ្ជានៃទឹកហូរតាមដងទន្លេមេគង្គហើយញាតិញោមពុទ្ធបរិស័ទនឹងអាចចុះងូតទឹកឬក៏ស្រង់ទឹកបាននៅទីនេះណាឥឡូវញាតិញោមពុទ្ធបរិស័ទក៏កំពុងតែធ្វើដំណើរមកកាន់កញ្ចុះនឹងគឺថាជួលកន្លែងគេហើយនៅក្នុងការជួលកន្លែងនេះហើយគិតទៅតាមតម្លៃកន្លែងមួយកន្លែងអញ្ចឹងទៅហើយមានម្ហូបអាហារចង់កំងអីក៏បានដែរញាតិញោមពុទ្ធបរិស័ទណានឹងមានទាំងផ្លែឈើមានទាំងលក់ដូរគ្រឿងវត្ថុអនុស្សាវរីយ៍មានរបស់ក្មេងលេងជាច្រើនផងហើយឥឡូវនឹងញាតិញោមកំពុងតែមកកាន់កន្លែងនេះដើម្បីរៀបចំចង្ហាន់លោកបងហ្នឹងហើយញាតិញោមខ្លះក៏កាន់ចង្ហាន់មកនឹងតាំងពីខេត្តស្ទឹងត្រែងមកគាត់យកមកតាមឡានហើយញាតិញោមខ្លះទៀតក៏ចូលចំអិនអាហារនៅទីនេះសិនបងមានអាំងត្រីមានអាំងអីចឹងទៅគឺដើម្បីយក
ទៅរៀបចង្ហាន់លោកឥឡូវឃើញថាទិដ្ឋភាពនៅទីនេះញាតិញោមពុទ្ធបរិស័ទឃើញទាំងស្រុងហើយបើមានអ្នកលក់នឹងច្រើន ហើយទឹកហូរស្អាតណាញាតិញោមគាត់ទេហ្នឹងហើយអាចងូតទឹកបានត្រជាក់ត្រជុំណាហើយឥឡូវញាតិញោមពុទ្ធបរិស័ទបានជួយមកចិត្តជួបជុំគ្នាហើយចូលកន្លែងនេះបងនឹងដល់កន្លែងឆាន់នៅក្នុងកន្លែងឆាន់នឹងមានកញ្ចុះនៅខាងចុងនោះបងហើយទឹកហូរមកធ្លាក់ឡើងពឺហ្មងណាញាតិញោមពុទ្ធបរិស័ទអញ្ចឹងគឺកំពុងតែមកកាន់ទីកន្លែងនេះមានកញ្ចុះមានរឹងមានអីអាចស្រង់ទឹកអាចសឹងអីអញ្ចឹងទៅហើយញាតិញោមពុទ្ធបរិស័ទក៏អង្គុយចឹងបានបើស្ងាត់ក្រន់តិចទៀតហ្នឹងមានមនុស្សច្រើនប៉ុន្តែនេះគឺស្ងាត់ល្មមបើកញ្ចុះនឹងច្រើនណានៅសល់កន្លែងអញ្ចឹងមានរឹងមានអីឥឡូវនឹងក៏បានញាតិញោមពុទ្ធបរិស័ទគុណចាស់មកដល់នៅកន្លែងដែលត្រូវឆាន់ហើយបើញាតិញោមពុទ្ធបរិស័ទមានទាំងកាហ្វេមានទាំងស្អីនេះញាតិញោមគេយកមកលក់ច្រើនណាស់នឹងឲ្យតែនេះមានពងទាមានពងក្រូចពងអីនេះអានេះទឹកស្អាតហើយញាតិញោមហ្នឹងហើយលាក់មកហូរកំបាញ់ហ្មងបងប្របាញ់ហ្មងបងហ្នឹងហើយអញ្ចឹងគឺថាយើងមើលទៅទិដ្ឋភាពនៅកម្ពុជាបងទឹកថ្លាដែលមនុស្សមកច្រើនដែរមុនដងយើងស្ងាត់ទេប៉ុន្តែតទៅពីឆាន់ហើយនឹងថាចោះស្រង់ទឹកឲ្យវាមនុស្សច្រើនអត់ស្រង់ទឹកទេគួយសិនហ្មងតើញាតិញោមពុទ្ធបរិស័ទនឹងឆាន់ចង្ហាន់ឆាន់អីនឹងរួចបានអង្គណាស្រង់ប៉ុន្តែសម្រាប់ឲ្យបានស្រួលបន្តិចបន្ទាប់មកយើងនឹងធ្វើដំណើរទៅរាជធានីភ្នំពេញវិញប៉ុន្តែឥឡូវនេះឆាន់ចង្ហាន់សិនញាតិញោមពុទ្ធបរិស័ទហ្នឹងហើយបន្ទាប់ពីឆាន់ហើយនឹងស្រង់ទឹកហើយអង្គខ្លះស្រង់ទៅអង្គខ្លះមិនស្រង់ទេនេះញាតិញោមពុទ្ធបរិស័ទនេះទឹកហូរមកណាហើយដល់មានដើមរាំងដើមអីអាចបេះមលក់បានណាបងហ្នឹងហើយអ្នកគុណចាស់ស្រង់ខ្លះហើយណាអញ្ចឹងទិដ្ឋភាពនៅកម្ពុជាគឺថាជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅរដូវខែប្រាំងសម្រាប់ពុទ្ធបរិស័ទសម្រាប់ភ្ញៀវទេសចរអ្នកមកកម្សាន្តនឹងអាចជួលទូកគេជិះមើលនៅនៃផ្សោតបងណានៅក្នុងទីនេះចឹងបានថារមណីយដ្ឋានឲ្យទៅរៀបចំល្អស្អាតគឺមិនខ្វះទេមនុស្សទៅលេងណានឹងបើមិនមានភ្ញៀវនៅក្នុងក្រៅស្រុកទេខាងក្រៅស្រុកមកលេងទេក៏បានភ្ញៀវនៅខាងក្នុងនេះនឹងយូរញាតិញោមពុទ្ធបរិស័ទគាត់ចង់ទៅកម្សាន្តតាមខេត្តនានាទៅគាត់ចូលកន្លែងរមណីយដ្ឋានប៉ុន្តែឲ្យតែស្អាតជួយសម្អាតធានាអនាម័យណាហ្នឹងហើយជាពិសេសបងប្អូនអ្នកលក់អ្នកដូរអីហ្នឹងបើយើងមិនសម្អាតទីកន្លែងយើងឲ្យនរណាគេមកសម្អាតអញ្ចឹងយើងសម្អាតយើងធ្វើទីកន្លែងហ្នឹងឲ្យទៅជាទីមើលទៅស្អាតចឹងណាបងណាអ្នកគុណចាស់ស្រង់ទឹកនៅរមណីយដ្ឋានកម្ពុជាគឺមានភ្ញៀវទេសចរមកច្រើនដែរដូចបានរៀបរាប់ពីខាងដើមណាញាតិញោមពុទ្ធបរិស័ទដូច្នេះយើងទស្សនាឃើញទិដ្ឋភាពបែបនេះគឺថាមើលទៅតិចណាស្រួលញាតិញោមណាចង់ស្រង់ទឹកតែអាត្មាអត់បានស្រង់ទេដោយសារមនុស្សច្រើនហើយក៏មិនបានជាចុះស្រង់ត្មងពលតែចាំមកស្រង់នៅវត្តវិញចុះនឹងដោយសារស្រង់ទឹកមកពីកោះហាននោះញាតិញោមកោះហានរួចហើយចឹងហើយវាជោគជាំហើយចឹងគឺថាមកដល់នេះអត់ស្រង់ទេឥឡូវឃើញទិដ្ឋភាពទឹកហូរធ្លាក់ត្របាញ់មកចឹងគឺថាអង្គុយមើលឬក៏សឹងស្ដាប់សំឡេងណាឬក៏អ្នកដែលញាតិញោមស្ដាប់សំឡេងទឹកហូរបងនេះគឺមួយជុំនេះគឺមានកញ្ចុះច្រើនណាបងណាហើយទស្សនាទៅញាតិញោមពុទ្ធបរិស័ទឥឡូវនឹងឃើញថាទិដ្ឋភាពនេះគឺជាទិដ្ឋភាពនឹងទាំងអស់នៅកន្លែងកញ្ចុះនេះបងនឹងញាតិញោមពុទ្ធបរិស័ទមើលពីទឹកហើយអ្នកដែលជូននិវ័នជូនម្ហូបអាហារដើម្បីយកមកលក់ហ្នឹងក៏មានច្រើនដែរបងនេះគឺជាទិដ្ឋភាពនៅទីកន្លែងរមណីយដ្ឋានកម្ពុជាបងនឹងមានពុទ្ធបរិស័ទជាពិសេសអ្នកមកតាមខេត្តផ្សេងក៏មកទីនេះច្រើនហើយឡើយញាតិញោមពុទ្ធបរិស័ទ
ក៏បានរៀបចំចង្ហាន់ហើយក៏មានអ្នកលក់មិនបាច់ទេញាតិញោមពុទ្ធបរិស័ទមានទាំងពងក្រូចពងទាចង្រិតឬក៏នំផ្សេងបាទแล้วគុណចាស់ស្រង់ទឹកហើយក៏ដល់ពេលពុទ្ធបរិស័ទនាំគ្នារៀបចំចង្ហាន់នឹងមើលនៅសកម្មភាពណាញាតិញោមពុទ្ធបរិស័ទនេះគាត់រៀបចំចង្ហាន់ដើម្បីប្រគេនលោកណាគឺដល់ពេលឆាន់ហើយឆាន់ប្រងហើយគឺសម្រាប់មកសន្ទុះនឹងនិមន្តទៅវត្តវិញឥឡូវគឺញាតិញោមពុទ្ធបរិស័ទកំពុងតែញាប់ដៃញាប់ជើងគាត់រៀបចំចង្ហាន់ដើម្បីប្រគេនព្រះសង្ឃបងហ្នឹងហើយចាប់ផ្ដើមរៀបចំបដាញាតិញោមពុទ្ធបរិស័ទហើយលាយឡំទៅដោយទឹកធ្លាក់មកអត់ទឹកហូមពេលលើទឹកធ្លាក់បងទឹកហូរមកតបាញ់អញ្ចឹងណាបងអញ្ចឹងគឺតាមធម្មជាតិណាឃើញថាពុទ្ធបរិស័ទយើងជើញមកតាមកញ្ចុះផ្សេងអញ្ចឹងមកភាពក្រន់តែប្រឌិតរូបភាពនេះដើម្បីចែកជូនពុទ្ធបរិស័ទមើលក៏ដូចជាទុកជាអនុស្សាវរីយ៍ក្នុងការធ្វើដំណើរមកកាន់ខេត្តនានានឹងតាំងពីមណ្ឌលគិរីរតនគិរីស្ទឹងត្រែងឥឡូវមកដល់ក្រចេះបងហ្នឹងហើយមកដល់ក្រចេះហ្នឹងក្រចេះនេះគឺជាខេត្តមួយដែលមាននៅរមណីយដ្ឋានកំពីហ្នឹងគឺល្បីជាងគេណាញាតិញោមហ្នឹងហើយណាក៏ស្គាល់ដែរថាមកដល់ទីនេះអញ្ចឹងមកភាពឃើញទស្សនវិជ្ជាកន្លែងរមណីយដ្ឋានមួយបើយើងរៀបចំឲ្យស្អាតឲ្យល្អមានកញ្ចុះមានអីចឹងទៅមានផ្លូវបងជាពិសេសមានផ្លូវមានភ្លើងគឺហើយនឹងមានការរៀបចំឲ្យមានអនាម័យផងជាពិសេសអ្នកលក់អ្នកដូរអ្នកខអ្នកអាំងអ្នកធ្វើម្ហូបមហាអនាម័យហ្នឹងឲ្យបានល្អបងហ្នឹងហើយយើងមិនមែនរើសអើងសម្រាប់អ្នកដែលលក់ដូរស្អាតមកស្អាតតែជាពិសេសយើងគួរតែនាំគ្នារៀបចំឲ្យស្អាតល្អទៅដើម្បីសុខភាពដល់អ្នកទទួលទានផងហើយគេទិញទៅគឺគេមិនខ្លាចព្រោះឥឡូវគឺថាត្រឡប់ទៅវិញហើយប៉ុន្តែគ្រាន់តែចង់លើកមកថារមណីយដ្ឋានមួយបើយើងរៀបចំឲ្យស្អាតមានសម្រាមមានអីហ្នឹងគឺនាំគ្នាយកបោះចោលមានធុងសម្រាមជាពិសេសអ្នកលក់ណាបងហ្នឹងហើយបើអ្នកទិញអ្នកទៅហ្នឹងក៏ត្រូវតែទទួលទំនួលខុសត្រូវរៀងខ្លួនផងដែរមិនគួរបោះសម្រាមចោលក្នុងទឹកឬរប៉ាត់របាយអីទេជួយសម្អាតគ្នាហ្នឹងហើយអ្នកលក់អ្នកដូរហ្នឹងក៏ត្រូវតែជួយសម្អាតហើយទប់ទឹកឬក៏ផ្លូវថ្នល់កលុកកលាក់អីយ៉ាងណាគួរតែយើងចាក់ដីបំពេញម្នាក់បន្តិចទៅស្អាតតែញាតិញោមពុទ្ធបរិស័ទអាហ្នឹងវាចូលរួមទោះបីជាមានសហគមន៍ឬក៏អ្នកដែលទទួលខុសត្រូវនឹងក៏ដោយគាត់មើលអត់ឈ្នះទេតែយើងអ្នករស់នៅអ្នកលក់អ្នកដូរហ្នឹងមិនគួរដើររំលងឃើញសម្រាមឬក៏កន្លែងមិនស្អាតហើយយើងអត់ជួយគ្នាដល់ពេលអញ្ចឹងកន្លែងហ្នឹងវាអត់ស្អាតជាពិសេសបន្ទប់ទឹកអីហ្នឹងធំក្លិនបារីអត់ដោះហ្នឹងហើយអញ្ចឹងចូលទៅវាក្រិចនៅពេលដែលក្រិចភ្ញៀវទេសចរមកកន្លែងចំគេស្អាតគេចូលតែម្ដងគេលែងមកទៀតហើយគេប្រាប់ថាកន្លែងហ្នឹងអត់ស្អាតទេអញ្ចឹងណាអញ្ចឹងយើងរៀបចំឲ្យស្អាតទៅព្រោះហ្នឹងដើម្បីចំណូលយើងដែរហ្នឹងហើយតែយើងរៀបចំស្អាតទៅគេមកថាអូសុកខ្មែររៀបចំបានស្អាតណាហ្នឹងហើយវាមិនស៊ីវិល័យណាប៉ុន្តែតែបានកន្លែងស្អាតកន្លែងរស់នៅល្អអនាម័យល្អគឺគេចូលចិត្តហ่ะបងអញ្ចឹងគឺប៉ុណ្ណឹងប៉ុណ្ណាអរគុណដែលបានទស្សនាវីដេអូនេះបង